សូមស្វាគមន៍មកកាន់ព័ត៌មានប្រចាំថ្ងៃពី The Khmer Today ដែលថ្ងៃនេះយើងមានមាតិកាព័ត៌មានទី1សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិស្តីពីស្ថានភាពយោធិនខ្មែរទាំង18រូបដែលប្រទេសថៃបន្តឃុំខ្លួនដើម្បីឆ្លើយតបទៅនឹងការសាកសួរពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយនិងសាធារណជនជាច្រើនស្តីអំពីស្ថានភាពយោធិនខ្មែរទាំង18រូបដែលប្រទេសថៃកំពុងបន្តឃុំឃាំងខ្លួនអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី4ខែធ្នូឆ្នាំ2025បានឲ្យដឹងថាអស់រយៈពេល127ថ្ងៃហើយគិតចាប់តាំងពីយោធិនខ្មែរទាំង18រូបត្រូវបានចាប់ខ្លួនដោយខុសច្បាប់កាលពីថ្ងៃទី29ខែកក្កដាឆ្នាំ2025ដូចគ្នានេះដែរគឺអស់រយៈពេល127ថ្ងៃហើយដែលរាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំប្រឹងប្រែងឥតស្រាកស្រាំដើម្បីជំរុញយុទ្ធនាការទាមទារដោះលែងយោធិនរបស់យើងទាំងអស់នេះតាមគ្រប់មធ្យោបាយការទូតដែលអាចធ្វើទៅបានរួមបញ្ចូលទាំងការតាក់ទងផ្ទាល់ជាមួយនឹងប្រទេសថៃការពិគ្រោះយោបល់ជាមួយមេដឹកនាំនៅក្នុងតំបន់និងអន្តរជាតិនិងការសម្របសម្រួលជាមួយនឹងអង្គការអន្តរជាតិដែលពាក់ព័ន្ធគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ICRC ដែលរាជរដ្ឋាភិបាលបានបន្តតាក់ទងធ្វើការជាមួយយ៉ាងជិតស្និទ្ធតាំងពីដំបូងបានផ្ដល់ការគាំទ្រតាមទូនាទីរបស់ខ្លួនក្នុងការធានាឲ្យយោធិនរបស់យើងដែលកំពុងស្ថិតក្នុងការឃុំខ្លួនបានទទួលនៅការគោរពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិហើយក្រុមគ្រួសារទាំងអស់គ្នាក៏ទទួលបានដំណឹងអំពីសុខទុក្ខរបស់ពួកគេជាប់ជាប្រចាំគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិក៏បានបញ្ជាក់ពីការត្រៀមខ្លួនគាំទ្រធ្វើការមីតិភូមិនិវត្តយោធាទាំងអស់នេះផងដែររាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់អាទិភាពខ្ពស់ដល់ការជំរុញដោះលែងយោធិនទាំង18រូបរបស់យើងនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំអង្គការអន្តរជាតិក្រមសង្គមស៊ីវិលនិងគ្រប់បុគ្គលទាំងអស់ដែលបានឈរនៅជាមួយយើងក្នុងការអំពាវនាវឲ្យមានការដោះលែងយោធិនទាំង18រូបដោយគ្មានបង្អែបង្អក់និងគ្មានលក្ខខណ្ឌដោយមានការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកាឡាឡាំពួរនៅថ្ងៃទី26ខែតុលាឆ្នាំ2025នីតិកាព័ត៌មានទី2 40ឆ្នាំមិនធ្លាប់មានក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាននិងបង្កើតទីស្នាក់ការផ្ទាល់នៅកម្ពុជាក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិកអាស៊ាននិងបង្កើតទីស្នាក់ការប្រតិបត្តិការផ្ទាល់នៅកម្ពុជាស្របពេលដែលសហរដ្ឋអាមេរិកបានផ្លាស់ប្ដូរវិធីសាស្ត្ររបស់ខ្លួនដោយឃើញថានាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតថាជាដៃគូយុទ្ធសាស្ត្រដ៏មានសក្តានុពលនៅក្នុងតំបន់ Indo-Pacific កាសែត Nikkei Asian របស់ជប៉ុនបានផ្សាយកាលពីថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025ដោយបានដកស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកថា Washingtonទន្ទឹងរង់ចាំធ្វើការជាមួយនឹងសម្ដេចធិបតីហ៊ុនម៉ាណែតដើម្បីជំរុញសេរីភាពវិបុលភាពសុខភាពនិងភាពធន់នៅក្នុងតំបន់ Indo-Pacific ដែលនេះជាសញ្ញាវិជ្ជមានមួយសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីដែលនឹងក្លាយជាទំនាក់ទំនងពាណិជ្ជកម្មពីការដោះដូរទំនិញទៅជាវិនិយោគដោយផ្ទាល់និងភាពជាដៃគូអភិវឌ្ឍរយៈពេលវែងលើកទី1ហើយនៅក្នុងប្រវត្តិសាស្ត្ររយៈពេល41ឆ្នាំរបស់ខ្លួនដែលក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិកអាស៊ានបានសម្រេចបង្កើតទីស្នាក់ការប្រតិបត្តិផ្ទាល់នៅកម្ពុជាគឺជាសញ្ញានៃភូមិសាស្ត្រសេដ្ឋកិច្ចដ៏មានឥទ្ធិពលមួយដោយបានឆ្លុះបញ្ចាំងពីការកកើតឡើងវិញនៃទំនុកចិត្តនិងការផ្លាស់ប្ដូរឥរិយាបថវិនិយោគរបស់សមាគមធុរកិច្ចអាមេរិកមកលើកម្ពុជានៅក្នុងជំនួបពិភាក្សាការងារជាមួយនឹងឯកឧត្តមហែមវ៉ាន់ឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍គណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិកអាស៊ានកាលពីថ្ងៃទី2ខែធ្នូឆ្នាំ2025លោក Ted Osius អនុប្រធានជាន់ខ្ពស់និងជានាយកគ្រប់គ្រងប្រចាំតំបន់បានបញ្ជាក់ថាគឺជាវឌ្ឍនភាពដ៏សំខាន់មួយនៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសទាំងពីរខណៈដែលសហរដ្ឋអាមេរិកកំពុងពង្រីកវត្តមានធុរកិច្ចរបស់ខ្លួននៅប្រទេសកម្ពុជាក្នុងជំនួបដោយមានការចូលរួមពីតំណាងក្រុមហ៊ុនអាមេរិកធំៗដូចជា Ford, 3M និង Visa ដែលបានផ្ដោតលើការពិភាក្សាលើវិស័យសំខាន់ៗគោលនយោបាយយានយន្តសុវត្ថិភាពឧស្សាហកម្មឱកាសសហការបច្ចេកវិទ្យានិងការផ្ដល់សេវាកម្មហិរញ្ញវត្ថុ Digital សម្រាប់សហគ្រាសធុនតូចនិងមធ្យមឯកឧត្តមហែមវ៉ាន់ឌីបានស្វាគមន៍ចំពោះការសម្រេចចិត្តនេះដោយបានលើកឡើងថាទំនើបភាវូបនីយកម្មឧស្សាហកម្មនិងការត្រៀមលក្ខណៈរបស់កម្ពុជាក្នុង
ក្នុងការចាក់ចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចតម្រូវឲ្យមានភាពជាដៃគូកាន់តែស៊ីជម្រៅជាមួយអ្នកវិនិយោគនៅទូទាំងពិភពលោកវត្តមានទីស្នាក់ការប្រតិបត្តិការផ្ទាល់របស់ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិកអាស៊ាននៅកម្ពុជានឹងក្លាយជាច្រកទ្វារសម្រាប់ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកចូលមកសិក្សានិងចាប់យកឱកាសវិនិយោគដោយផ្ទាល់ក្នុងគោលបំណងអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យានិងការកៀងគរការចូលរួមបន្ថែមពីវិស័យឯកជនដែលនេះក៏ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកែប្រែសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ច Digital និងឧស្សាហកម្មទំនើបផងដែរមាតិកាព័ត៌មានទី3ពូទីនចូលតុចរចាជាមួយនឹងបេក្ខជនពិសេសរបស់លោកត្រាំស្ដីអំពីសន្តិសុខអ៊ុយក្រែនរយៈពេល5ម៉ោងបញ្ចប់ដោយគ្មានសាច់ការកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីបានបញ្ចប់ដោយគ្មានការសម្រុះសម្រួលអ្វីទាំងអស់លើកិច្ចព្រមព្រៀងសន្តិភាពសម្រាប់អ៊ុយក្រែនក្នុងជំនួបពិភាក្សាដែលបានអូសបន្លាយពេលជិត5ម៉ោងនៅទីក្រុងមូស្គូកាលពីយប់ថ្ងៃអង្គារទី2ខែធ្នូឆ្នាំ2025ជំនួបពិភាក្សាដែលមានការចូលរួមពីប្រធានាធិបតីរុស្ស៊ីពូទីនជាមួយនឹងបេក្ខជនពិសេសសហរដ្ឋអាមេរិកលោក Steele Witkoff និងលោក Jared Kushner បានឆ្លងទៅដល់យប់ពាក់កណ្ដាលអាធ្រាត្រប៉ុន្តែនៅតែបរាជ័យក្នុងការស្វែងរកចំណុចរួមស្ថានភាពនេះបានធ្វើឲ្យលោក Donald Trump ត្អូញត្អែម្ដងហើយម្ដងទៀតដោយបានស្ដីបន្ទោសអំពីភាពរឹងរូសរបស់មេដឹកនាំទាំងសងខាងគឺទាំងរុស្ស៊ីនិងអ៊ុយក្រែនដែលលោកយល់ថាការពិបាកក្នុងការបញ្ចប់សង្គ្រាមដល់សាហាវព្រៃផ្សៃនេះលោក Yuri Usaker ទីប្រឹក្សាគោលនយោបាយការបរទេសជាន់ខ្ពស់របស់វិមានក្រឹមឡាំងកិច្ចចរចានេះមានលក្ខណៈស្ថាបនាមានប្រយោជន៍ខ្ពស់និងមានខ្លឹមសារណាស់ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានការសម្របសម្រួលណាមួយត្រូវបានរកឃើញនៅឡើយទេបញ្ហាដែលជាប់គាំងខ្លាំងបំផុតគឺតាក់ទងទៅនឹងទឹកដីដែលរុស្ស៊ីតែងតែដាក់លក្ខខណ្ឌចម្បងហើយទោះបីជាភាគីអាមេរិកបានលើកឡើងនៅសំណើថ្មីមួយចំនួនក៏ដោយក៏រុស្ស៊ីនៅតែចាត់ទុកថាមិនសមស្របសម្រាប់ផលប្រយោជន៍របស់ខ្លួនឡើយគួរកត់សម្គាល់ថាជំនួបនេះកាត់ឡើងតែប៉ុន្មានម៉ោងតែប៉ុណ្ណោះបន្ទាប់ពីលោកពូទីនបានចេញសារព្រមានយ៉ាងចាស់ដៃទៅកាន់ស្ថាប័នរដ្ឋ NATO នៅអឺរ៉ុបថារុស្ស៊ីនឹងមិនចាប់ផ្ដើមសង្គ្រាមជាមួយអឺរ៉ុបទេប៉ុន្តែប្រសិនបើអឺរ៉ុបចាប់ផ្ដើមសង្គ្រាមវានឹងបញ្ចប់យ៉ាងឆាប់រហ័សរហូតដល់គ្មានសល់នរណាម្នាក់សម្រាប់រុស្ស៊ីចរចាទៀតនោះទេដែលនេះបានបង្កើតការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមមេដឹកនាំអឺរ៉ុបនិងទីក្រុងគៀវដែលខ្លាចក្រែងមានការបង្ខំឲ្យអ៊ុយក្រែនលះបង់ទឹកដីទោះជាយ៉ាងណាក្តីប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានទទួលស្គាល់ថាផែនការសន្តិភាពរបស់លោកត្រាំ28ចំណុចដែលបានកែប្រែថ្មីនេះមើលទៅប្រសើរជាងមុនប៉ុន្តែនៅតែត្រូវការការកែសម្រួលបន្ថែមទៀតខណៈដែលភាគីអាមេរិកនិងរុស្ស៊ីបានយល់ព្រមបន្តកិច្ចសហការកម្រិតជំនួយការប្រធានាធិបតីតទៅទៀតពីខ្ញុំបាទពៅណាគ្រីសូមអរគុណ